បាទជំរាបសួរបាទខ្ញុំបាទឈ្មោះចិនពុទ្ធីថ្ងៃនេះខ្ញុំមានកិត្តិយសសូមណែនាំពីរបៀបតម្លើងផ្ទាំង Solar Home បាទដែលងាយស្រួលតម្លើងទេបាទនេះគឺមាន Solar 2ផ្ទាំងហើយនឹងអាគុយវាមួយហើយនឹង Pool របស់វាមានស្រាប់នោះគឺ3ហើយនឹងPri មួយបាទហើយវាមានតែប៉ុណ្្នឹងទេបាទគឺជើងសម្រាប់ត្រ Solar នេះហើយនឹងអាគុយធុងអាគុយវាមាន inverter ក្នុងស្រាប់ហើយនឹងវាមានអាគុយវា72 ampere ដែលមានកម្លាំងវា300 W ដែលវាបំលែងទៅជាភ្លើង AC បាទអញ្ចឹងងាយក្នុងការតម្លើងទៅពេលនេះខ្ញុំនឹងបង្ហាញពីរបៀបតម្លើងនៅពេលបន្តិចទៀតនេះបាទជានេះអានេះជាអាគុយរបស់ Solar ជាអាគុយរបស់ Solar ដែលមានទម្ងន់សរុបវា15គីឡូកន្លះហើយនឹងកម្លាំងអាគុយវា72 ampere ហើយនឹងដល់ volt វា 25.6 volt បាទឥឡូវខ្ញុំហាយអាគុយនេះមើលអាគុយវា15គីឡូកន្លះ chargeable LiPo មានខ្សែវាស្រាប់ដោតចូលជាមួយនឹងធុងវាតិចខ្ញុំយកទៅដាក់នៅក្នុងធុងយកទៅដាក់ចូលក្នុងធុងចូលវាបាទនេះគឺជា Solar Home Power Generation System ដែលមានថាជាធុងបំលែង Solar អាគុយ Solar ទៅជាអាគុយទៅជាភ្លើងAC បាទហើយក្នុងនោះវាកម្លាំងវាអាចបានត្រឹមក្រោម300 W បាទ Solar នេះហើយនឹងទម្ងន់សរុបធុងហ្នឹងវា12គីឡូ .9 បាទឥឡូវខ្ញុំហែកមើលដូចអត់ដឹងថាវាមានអីក្នុងហ្នឹងខ្លះបាទនេះជាសភៅកាតាឡុកវាដែលមានកម្លាំង300 W ហ្នឹងគឺ Home Solar បាទគឺ Solar Home Power System ខ្ញុំខលមែនវាមានថាសភៅកាតាឡុកវាហើយក្នុងនោះវាមានសោវាបាទវាមានសោវាសម្រាប់ចាក់សោវាសម្រាប់ចាក់ធុងដើម្បីយើងដាក់អាគុយចូលឬក៏យើងយកអាគុយចេញបាទហើយនឹងខ្ចីវាបាទនេះគឺជាធុងរបស់វាគឺយើងមានមួយគឺ AC output មានន័យថាភ្លើងដែលវាបំលែងយើងពីអាគុយមកភ្លើង AC យើងចេញ220ដូចភ្លើងតាមផ្ទះណាបាទហើយអានេះ PV input PV ហ្នឹងគឺ solar សម្រាប់ភ្លើង solar ចូលអាគុយហ្នឹងហើយអាគុយយកអត់បានដាក់ទៀតដាក់អាគុយចូលបាទអានេះជាដុំវាទុកកម្ដៅហើយកន្លែងនេះសោដែលយើងចាក់ហើយបាទក្នុងនេះមានគ្រឿងមួយប៉ុណ្ណេះទៀតអានេះខ្សែនេះគឺខ្សែសម្រាប់យើងតពីផ្ទាំង solar យើងដោតចេញពីផ្ទាំង solar ចូលមកអាគុយនេះសម្រាប់សាក់ថ្មបាទហើយអានេះភ្លើងសម្រាប់យើងតអំពូលដោតប្រើបាទពូវាមុនចេញមកអានេះវាកម្លាំងវាបានវ៉ាត់អានេះ9 វ៉ាត់ពូមួយ9 វ៉ាត់ហើយនេះវានេះមានអាឡូភ្លើងមួយដាក់អាឡូភ្លើងឲ្យមួយទុកមាន USB អាចសាក់ថ្មទូរស័ព្ទបាននេះយើងចង់សាក់តាមនេះក៏បានសាក់ដោយ220នេះក៏បានខ្សែតែខ្សែដីឡើងចាប់ឡើងដាក់អាគុយចូលបាទនេះគឺជាអាគុយដែលយើងយកទៅតម្លើងនៅក្នុងអាធុង solar នេះហើយអានេះដូចភ្លើងវាបោកដកភ្លើងអាគុយវាបោកដកបាទអាគុយ72 ampere ហ្នឹងហើយនេះ push CP បើពេលដាច់វាដើរទេវា40 ampere នេះ push CP បាទនេះឥឡូវយើងដោតទីមួយយើងដោតចូលសិនទៅអានោះយើងដោតប្រច្រាស់ចេះអត់ចូលទេខុសវាតែយើងដោតត្រូវវាចូលហើយយើងដាក់ចូលទៅក្នុងនេះបាទចូលแบบហ្នឹងបន្ទាប់មកយើងចង់ដឹងថាវាមានភ្លើងអត់យើងទីមួយយើងបើក
យើងបើក main switch វាសិននេះ main switch មានថាកុងតាក់ចម្បងរបស់វាហ្នឹងបើកទៅមកតោះមកវានឹងមើលហាញភ្លើងបែបនេះថាវាមានថ្មប្រមាណភាគរយហើយថ្ងៃនេះជាយើងចង់បញ្ចេញភ្លើងទៅ AC នេះ AC switch យើងបើកមកតែយើងអត់ទាន់ដំណើរការទេដោយសារយើងត្រូវបើកកុង disjunction នេះមួយទៀតដើម្បីឲ្យវាជិះភ្លើងបាទតោះមកយើងអាចយក free យើងមកដល់កន្លែងនេះបានហើយញ៉ា free នេះយើងបើកមកបាទឃើញមានភ្លើងហើយមានភ្លើងឥឡូវយើងសាកអំពូលមួយមិញដល់ភ្លើងទៅបាទភ្លើងវា220កម្លាំងអំពូលនេះ220ហើយនឹង9វ៉ាត់បាទនេះគឺជា solar សម្រាប់សាក់អគុយ home solar អញ្ចឹងហើយវាមានពីរផ្ទាំងប៉ុនគ្នាបាទទំហំវាប៉ុនគ្នាបាទយើងមានខ្សែវាមានខ្សែពីរដើម្បីយើងតវាជាស៊េរីមានថាយើងតគ្នាដើម្បីឲ្យចេញវ៉ុលធំបាទយើងមានបូកដកខាងនេះមានបូកដកខាងនេះក៏មានបូកដកអញ្ចឹងយើងយកបូកខាងនេះយកមកដកខាងនេះបាទអញ្ចឹងវាមានខាងនេះដកខាងនេះបូកអញ្ចឹងពីរផ្ទាំងហ្នឹងវាមានវាតគ្នាដូចយើងតអគុយពីរគ្រាប់ជួរគ្នាអញ្ចឹងបាទអញ្ចឹងយើងតនេះខ្សែនេះគឺជាខ្សែដែលយើងត្រូវសាកអគុយយើងខ្សែវា5ម៉ែត្រខ្សែវាមានបូកដកអញ្ចឹងយើងយកអានេះវាដកចូលជាមួយបូកខាងនេះមកអានេះចូលមកបូកមកដកមកបងវាមានដូចវាស្រាប់ទេបាទដូចវានេះជាដូចវាស្រាប់អញ្ចឹងអត់ខ្លាចខុសទេវាព្រោះតែដតខុសវាចូលបាទដតអត់ត្រូវកលឹះវាអត់ចូលទេបាទបន្ទាប់មកយើងអានេះយើងដាក់ទៅក្រោមម្លាយសិនមកយើងដោតសាក់ជាមួយនឹងនេះកន្លែងដោតទៅនេះបាទ PV input យើងដោតបច្ចាស់ចូលទេបាទវាមានកលឹះវាអត់អញ្ចឹងមិនទៅបាទអត់ដឹងទៅតែឥឡូវនេះវាអត់មានពលឺថ្ងៃដល់វាសាកអត់ទៅមើលយើងអត់មានពលឺថ្ងៃបើមានពលឺថ្ងៃពីលោតនេះមានប៉ុណ្ណឹងបាទរបៀបងាយអញ្ចឹងមានសូឡា2ផ្ទាំងធុងអគុយមួយក្នុងធុងអគុយហ្នឹងវាមានអគុយមួយក្នុងហ្នឹងដើម្បីយើងប្រើភ្លើងវាបានគឺក្នុងហ្នឹងវាមានបតវាបំលែងភ្លើង DC ទៅជាភ្លើង AC DC 70 V ជាងហ្នឹងបំលែងទៅជា AC 220បាទឥឡូវយើងតិចទៀតយើងនឹងតឡើងជើងវាបាទតឡើងជើងវាដើម្បីថាយើងចាប់មិនជើងវាសំខាន់លើជើងឥឡូវយើងចាប់ដើមតឡើងជើងបាទតោះបាទនេះគឺជាជើង solar ដែលយើងមុនតឡើងយើងមានជើងវាមានដែកវែងនេះ2បាទដែកវែងនេះ2សម្រាប់ក solar ហើយនឹងដៃសម្រាប់ខ្វែងកុំឲ្យវាលំបាទហើយនឹងវាមានជើងវាជើងវែង2ជើងខ្លី2ហើយនឹងមានកញ្ចប់6ដែលកញ្ចប់6ហ្នឹងគឺមាន4នេះសម្រាប់យើងដាក់នៅសងខាងនេះ2ខាងនេះ2ហើយនឹងមានកញ្ចប់2នេះខុសគេបាទវាខុសគេដោយសារវាមានតំណងវាអញ្ចឹងសម្រាប់ភ្ជាប់ solar មួយនិង solar មួយទៀតបាទអញ្ចឹងបាទហើយនឹងដែកនេះ4ដែរសម្រាប់យើងចាប់នៅបាតនេះនៅបាតពេលកាក់ឲ្យយើងចាប់ជាប់នៅមេផ្ទះឬក៏ដើមឈើអីមកគេដាក់ម៉ូតឡុងមួយនេះបាទបើយើងអត់ប្រើក៏បានតែយើងចាប់ជាមួយបេតុងយើងស្វាមជាប់ជាមួយបេតុងហ្មងបែបនេះណាបាទហើយហ្នឹងឥឡូវទីហោះឥឡូវដែកនេះជើងខ្លីនេះខ្ញុំមកចាប់ឥឡូវខ្ញុំលើកដាក់ license បាទគឺយើងសោកមកអញ្ចឹងមកហើយយើងចាំបាច់យើងត្រូវមានសោតាន់នេះបាទត្រូវសោតាន់នេះបើយើងមួយហើយនឹងជើងពីរទៀតយើងដាក់ពីនេះមកទៀតដាក់នេះគឺយើងដាក់សម្រាប់នេះយើងបានជើងវាតឡើងហើយអាខាងក្រោយយើងបានអញ្ចឹងបាទខាងមុខម្ដងខាងមុខគឺមានកលឹះវាសោកចង់ដូចគ្នាបាទប៉ុន្តែវាមានវែងមានខ្លីមួយតឹងបន្តិចមកយករត់ចុះរត់ឡើងនេះបានបែបនេះបាទបែបនេះ
អានេះយើងអត់ប្រើទេ option បន្ទាប់មកយើងអានេះយើងទៅសកពីខាងនេះសម្រាប់ទៀត solar បាទពេលដាក់ solar មកទៀតហើយខាងនេះដូចគ្នាអញ្ចឹងបាទនេះវាមានដាក់ចេះច្រាស់ទៅយើងដាក់ចេះត្រូវតោះមកយើងអាចយក solar មកលើកដាក់បានបាទប៉ុណ្ណឹងគឺយើងយក solar មកដាក់បានហើយយើងដាក់ចុះមកចាំយើងសេរីតាមក្រោយទៀតបាទរត់វាសេរីតាមក្រោយទៀតចាប់ខាងកុំភ្លេចដាក់នេះមុនបាទនេះកន្លែងកដាលវាកន្លែងហ្នឹងអានេះដើម្បីឡើងងាយស្រួលមានគ្នា2នាក់បាទងាយស្រួលកាន់បាទអាកន្លែងកដាលគឺសំខាន់ជាងគេគឺសម្រាប់ភ្ជាប់គ្នាយើងត្រូវសកត់អាផ្ទាំងវាហ្នឹងតែប្រយ័ត្នតែបែកផ្ទាំងដែរតែយើងមួលខាងពេកវានឹងបែកផ្ទាំងសូឡាយើងអាចនេះបាទណាពេលចន្លោះវាបាទនេះខ្វែងវាកុំឲ្យវាងាកជើងខ្វែងនេះមកទៀតមានតែហ្នឹងតឡើងហើយពេលតឡើងហើយយើងដាក់ចំពលឺថ្ងៃទៅថ្ងៃមកចាំងមកណាដាក់ចំទៅបាទនេះគឺជា solar ដែលយើងតឡើងហើយមានជើងវា2ខ្លី2វែងវាយើងដាក់ទៅវាខ្ពស់ទៀងគ្នាចេះដើម្បីយើងទទួលពលឺថ្ងៃដែលយើងដាក់ទៅឲ្យវាចំពលឺថ្ងៃហ្នឹងបាទដើម្បីទទួលបានមកសាកអគុយនេះឥឡូវខ្ញុំត្រឡប់ឲ្យមើលបន្តិចក្រោយវាគឺមានជើងខាងនេះ2ក្រោយ2ទៀតនេះពេលយើងត្រឡើងជើងហើយឯខ្សែវាសម្រាប់យើងដោតបាទឥឡូវខ្ញុំដោតវានេះដោតអានេះមុនក៏បានហើយតោះយើងបើក disjunction មួយទៀតបាទយើងអាចបើកភ្លើងមកសុំពូមួយទៀតដោតសាក់មើលបាទតែយើងអាចដាក់អំពូលបើប្រភេទនេះអាចបាន10 20គ្រាប់ពេលនេះអាចបាន10 20គ្រាប់តែមានប៉ុណ្ណឹងបាទនេះគេហៅថាខ្សែដីឬគេហៅថាខ្សែការពារផ្ទះបាទខ្សែនេះវាមាន2សរសៃអានេះសម្រាប់វាយចូលក្នុងដីបាទជា1ម៉ែត្រកន្លះអញ្ចឹងយើងត្រូវរឡងមួយចាប់លួសចងនៅកន្លែងក្បាលនេះមួយមកហើយខ្សែមួយខាងយើងចាប់កន្លែងណាក៏បានដែរឲ្យតែត្រូវជាមួយនឹងsolar របស់យើងបាទជើង solar យើងហ្នឹងដែលយើងត្រូវទៅឡើងទៅត្រូវថ្ងៃហ្នឹងបាទហើយនឹងខ្សែបាតសៃទៀតមួយទៀតដែលចេញពីក្បាលស្ពាន់ក្រហមនេះយើងចូលកន្លែងទូយើងបាទកន្លែងណាក៏បានឲ្យនេះប្រឡងចាប់បាទកន្លែងនេះអីក៏បានដែរបាទមកប្រឡងអញ្ចឹងនេះខ្សែការពារផ្ទះបន្ទាប់មកយើងយកអាដែកនេះយើងវាយចូលក្នុងដីបាទនេះខ្សែការពារផ្ទះ
ចឹងវាមានពីរខ្សែហ្នឹងហើយខ្សែខ្លីនេះយើងអាចយើងដាក់ប៉ុងមួយនេះមកចូលមកខាងនេះទៀតក៏បានបាទដើម្បីវាការពារផ្ទះមានប៉ុណ្ណឹងបាទខ្សែការពារផ្ទះពីរខ្សែហ្នឹងបាទមួយគឺចូល solar បាទនេះយើងចាប់ចូលមក solar ហ្នឹងទៅហើយមួយទៀតតមួយគ្នាគូបចូលគ្នានោះហើយមួយទៀតចូលជាមួយនឹងគុយតោះមកយើងវាយចូលដីបាទ